បាទថ្ងៃនេះជាថ្ងៃវិរៈឡើងស័កបាទតាមទំនៀមទម្លាប់ខ្មែរយើងនៅដែនដីកម្ពុជាក្រោមយើងតែងតែថ្ងៃនេះគេហៅទៅបាំងតកោបាទបងប្អូនខ្មែរកណ្ដាលយើងក៏ដូចគ្នាយើងទៅបាំងតកោនៅធាតុបាទនៅភ្នោចាស់ទុំដូនតាយើងអញ្ចឹងបាទមានដាក់តែបាទទឹកអប់ហើយចូលទៅយើងស្រង់ទឹកបាទហើយយើងក៏ទៅស្រង់ទឹកព្រះនៅវត្តអីអញ្ចឹងបាទហើយយើងក៏មាននៅផ្ទះក៏យើងមានងូតទឹកបាទឲ្យព្រះរស់នៅផ្ទះអញ្ចឹងបាទហើយខ្ញុំច្រើនឆ្នាំហើយអត់សូវបានចូលរួមកម្មវិធីបន់ជោឆ្នាំនៅកម្ពុជាក្រោមទេហើយឆ្នាំនេះក៏បានអ្នកម្ដាយគាត់ឡើងមកលេងខ្មែរកណ្ដាលបាទជិតបាន1ខែហើយបែរជាស្អែកខាន់ស្អែកហ្នឹងគាត់ត្រឡប់ទៅកម្ពុជាក្រោមវិញដោយសារតែជិតអស់វីសាអញ្ចឹងណាហើយបានឱកាសនេះបានងូតទឹកឲ្យអ្នកនឹងគុណបាទនេះវីដេអូយើងមិនបង្ហាញទេគ្រាន់តែថាចង់បង្ហាញពីមានទម្លាប់ខ្លះរបស់ខ្មែរក្រមយើងតែងតែមានការងូតទឹកឲ្យព្រះរស់របស់យើងអញ្ចឹងបាទហ្នឹងហើយព្រោះខ្ញុំទៅ3ឆ្នាំជាងអត់ទាន់បានទៅកម្ពុជាក្រមហើយជាបងប្អូនមួយចំនួននៅខ្មែរកណ្ដាលក៏ស្មានតែខ្ញុំឡើងមកលេងមែនទេខ្ញុំមកច្រៀងនៅនេះ10ឆ្នាំគឺខ្ញុំមកនៅនេះច្រើនជាងនៅកម្ពុជាក្រមយូរបានទៅលេងម្ដងអញ្ចឹងណាពី3ឆ្នាំអីបានទៅកម្ពុជាក្រមម្ដងមិនមែននៅកម្ពុជាក្រមអចិន្ត្រៃយ៍ទេគឺនៅខ្មែរកណ្ដាលអចិន្ត្រៃយ៍វិញហើយនៅពេលដែលខ្ញុំឡើងទៅខ្មែរសរិនហ្នឹងគឺពេលខ្ញុំទៅលេងសៀមរាបទៅអីហ្នឹងគឺខ្ញុំឡើងទៅខាងសរិនតែម្ដងអញ្ចឹងហ្នឹងហើយឆ្នាំនេះចូលឆ្នាំខ្មែរគឺនៅភ្នំពេញតែម្ដងអត់បានទៅណាបាទសើមិញបានចេញទៅខាងមុខព្រះបរមរាជវាំងគឺអ្នកម្ដាយទៅលេងមុនថ្ងៃគាត់ត្រឡប់ទៅកម្ពុជាក្រោមអញ្ចឹងបងប្អូនហ្នឹងហើយ